ឱសថ3យ៉ាងសម្រាប់ព្យាបាលផ្លូវចិត្តមនុស្សចាស់តើលោកអ្នកដឹងទេនៅក្នុងវ័យជរាអ្វីដែលមនុស្សចាស់កំពុងត្រូវការបំផុតនោះមិនមែនជាលុយកាក់មិនមែនជាទ្រព្យសម្បត្តិឬក៏វិមានស្ដុកស្ដំខ្ពស់ត្រដែតអីនោះទេវាគឺជាការផ្ដល់នូវសេចក្តីសុខផ្លូវចិត្តដែលកើតចេញពីទង្វើនៃការមើលថែនិងក្តីស្រឡាញ់របស់ពួកកូនកូនថ្ងៃនេះខាយូសូមពំនាំមកនៅឱសថ3យ៉ាងដែលជាឱសថទិព្វសម្រាប់ព្យាបាលផ្លូវចិត្តរបស់លោកអ្នកមានគុណទី1គឺការស្ដាប់ចំណាយពេលវេលាដើម្បីស្ដាប់ពួកគាត់និយាយរឿងរ៉ាវពីប្រវត្តិពីអតីតកាលទោះបីថាជារឿងនោះដដែលក៏ដោយប៉ុន្តែពួកកូនកូនត្រូវតែចំណាយពេលវេលាក្នុងការស្ដាប់ក្នុងការប្រើក្រសែភ្នែកកែភ្នែកដ៏ស្រទន់ត្រូវតែសម្លឹងចំកែភ្នែករបស់គាត់ដើម្បីបង្ហាញពីការស្ដាប់ដោយយកចិត្តទុកដាក់បង្ហាញពីការស្ដាប់ដែលប្រកបដោយប្រសិទ្ធភាពដោយសារពួកគាត់គិតឃើញថាការស្ដាប់យកចិត្តទុកដាក់របស់ពួកកូនកូនគឺជាការឲ្យតម្លៃគឺជាការផ្ដល់កម្លាំងចិត្តគឺជាការគោរពសិទ្ធិនិងសេចក្តីគាត់ពួកគាត់បានគិតថាអ្វីគ្រប់យ៉ាងដែលពួកគាត់បានគិតកន្លងមកនោះគឺជាការខុសឆ្គងពេលនេះគឺគាត់សប្បាយចិត្តគាត់គិតថាអំណាចរបស់គាត់ត្រូវបានទទួលត្រឡប់មកវិញតាមរយៈការយកចិត្តទុកដាក់អង្គុយស្ដាប់គាត់និយាយរឿងរ៉ាវទាំងអស់នោះស្នាមញញឹមដែលពួកកូនកូនបានផ្ដល់ឲ្យគាត់គឺបានបង្ហាញនៅភាពស្រស់ស្រាយសប្បាយចិត្តហើយជីវិតរបស់គាត់ពិតជាមានន័យដែលគាត់គិតថាពួកកូនកូនមិនត្រូវបានបោះបង់និងឈប់មិនស្រឡាញ់គាត់នោះឡើយទី2ការអោបការប៉ះការស្ទាបការម៉ាស្សាដៃជើងគឺជាវត្ថុទិព្វគឺជាឱសថដ៏ស័ក្តិសិទ្ធិបំផុតក្នុងការជួយសម្រួលដល់បេះដូងដល់ផ្លូវចិត្តរបស់គាត់ឲ្យបានរលាយបាត់ភាពឯកោដែលគាត់គិតថាជាការស្ងប់ស្ងាត់កន្លងមកគាត់ត្រូវបានរសាត់ឆ្ងាយពីខ្លួនគាត់តាមរយៈការកាន់ការប៉ះការស្ទាបបានបង្ហាញឲ្យឃើញថាគឺជាទង្វើមួយដែលញ៉ាំងឲ្យផ្លូវចិត្តរបស់គាត់ល្អប្រសើរបានញ៉ាំងឲ្យពួកគាត់មានសុខភាពផ្លូវចិត្តរីករាយស្រស់ស្រាយសប្បាយចិត្តនិងមានថាមពលងាប់មួនទី3ការផ្ដល់អាហារនិងទឹកដែលមានគុណភាពអាហារដែលមានគុណភាពអាហារគឺជាអាហារទាំងឡាយណាដែលមានជីវជាតិគ្រប់គ្រាន់សម្រាប់មនុស្សចាស់អាហារដែលមានជីវជាតិគ្រប់គ្រាន់សម្រាប់មនុស្សចាស់គឺផ្ដោតទៅលើអាហារទុនដែលងាយរលាយនិងមិនងាយធ្វើឲ្យមានការទល់លាមកតាមរយៈការពិសាគុណភាពដូចជាទឹកអាល់កាឡាំងឬក៏ទឹកខាន់ហ្គែនដែលជាទឹកចម្រោះចេញពីធម្មជាតិហើយដោយប្រើអេឡិចត្រូនិកប្រើចរន្តអគ្គិសនីដើម្បីបង្កើនថាមពលនៅក្នុងទឹកចាជាផលិតផលពីប្រទេសជប៉ុនអញ្ចឹងការប្រើប្រាស់ទឹកដែលមានគុណភាពទាំងអស់នោះបានជួយឲ្យជីវិតរបស់លោកយាយលោកតាស្រស់ថ្លារឹងមាំប្រាជ្ញាឆ្លៀសវៃល្អហើយមានអាយុយឺនយូរទៀតផងបងប្អូនណាការស្រឡាញ់អ្នកមានគុណណាត្រូវតែខ្វល់ខ្វាយពីសុខភាពលោកកំបាំងនៃសុខភាពល្អជាមួយទឹកអាល់កាឡាំងវាបានជួយឲ្យសុខភាពរាងកាយរបស់លោកតាលោកយាយបានល្អប្រសើរខ្លាំងណាស់ប្រសិនជាលោកអ្នកប្រើទឹកដែលមានគុណភាពបែបនេះក្រៅពីម្ហូបអាហារដែលមានជីវជាតិការជ្រើសរើសទឹកពិសាគឺជារឿងសំខាន់បំផុតសម្រាប់មនុស្សចាស់
ពីព្រោះវាអាចជួយឲ្យតលយៈភាពរាងកាយទឹកដែលមានកម្រិតអាល់កាឡាំងជួយបន្សាបជាតិអាស៊ីតដែលមាននៅក្នុងរាងកាយរបស់លោកតាលោកយាយជួយសម្រួលការរំលាយអាហារជួយឲ្យប្រព័ន្ធរំលាយអាហាររបស់មនុស្សចាស់ដំណើរការបានស្រួលហើយមិនងាយឆ្អល់ពោះអាចជួយបង្កើនថាមពលតាមរយៈម៉ូលេគុលទឹកទូចនៅក្នុងទឹកអាល់កាឡាំងជួយឲ្យរាងកាយបានស្រូបយកជាតិទឹកបានលឿនធ្វើឲ្យលោកតាលោកយាយមានកម្លាំងមាំមួននិងមានស្មារតីស្រស់ស្រាយសាច់ឈាមភ្លឺថ្លាអាយុយឺនយូរទៀតផងប្រសិនជាលោកអ្នកមានចម្ងល់ឬចាប់អារម្មណ៍មានសំណួរចង់សួរនាំខាយូនៅតែជាដៃគូជិតស្និទ្ធធ្វើការប្រកបដោយបេះដូងនិងជំនាញវិជ្ជាជីវៈពិតប្រាកដសូមខលតំណែងទំនងមកខាយូតាមរយៈលេខទូរស័ព្ទ081 648 650 ឬ www.kayucambodia.com សូមអរគុណសូមជម្រាបលា